នេះជាការបរាជ័យទី1ហើយជាលើកចុងក្រោយក្នុងជីវិតរបស់ខ្ញុំដែរមិនមែនដោយសារតែខ្ញុំគិតខុសទេតែគឺដោយសារប្រាជ្ញារបស់ជូកលៀវគុណធម៌នៃចិត្តមនុស្សត្រូវបែងចែកឲ្យបានច្បាស់ពាក្យគុណធម៌នៃចិត្តធម៌មិនមែននិយាយតែមាត់ទេសំខាន់នោះគឺយើងត្រូវតែគប្បីនឹងមនសិការរបស់ខ្លួនឯងខ្ញុំបន្ទោសខ្លួនឯងទៀតទៅមនុស្សជាអ្នកធ្វើទេវតាជាអ្នកសម្រេចទេវតាបោលទី2របស់ខ្ញុំគេទើបតែចាក់ចេញទៅព្រះអង្គក៏សោយទីវង្គតទៀតលីបៃខ្ញុំនេះធ្វើសង្គ្រាមមួយជីវិតគឺដើម្បីជ្រុំជ្រែងមហាហានក៏ប៉ុន្តែឥឡូវនេះមហាហានត្រូវបាត់បង់ទៅហើយព្រះអង្គសោយទីវង្គតក្នុងនាមខ្ញុំជាកូនចៅគ្រួសារត្រកូលនេះតើខ្ញុំរស់នៅមានប្រយោជន៍អីទៀតកិច្ចការដ៏ធំនឹងគេឈ្មោះរបស់ខ្ញុំតើមានប្រយោជន៍អ្វីទៀតទៅលោកវិចាខ្ញុំសុខចិត្តស្លាប់តែខ្ញុំមិនអាចទ្រាំនឹងការប្រមាថរបស់គេបានទេបងប្រុសខ្ញុំមកលាបងប្រុសណាខ្ញុំត្រូវទៅហើយតើចង់ទៅណាទៅឋាននរកហ៎បងប្រុសកុំភ្លេចសងសឹកឲ្យខ្ញុំផងខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកតែមិនឲ្យមនុស្សក្នុងលោកក្បត់នឹងខ្ញុំទេតែខ្ញុំក៏មានពាក្យបង្ហាត់សុខចិត្តឲ្យមនុស្សក្នុងលោកក្បត់តែខ្ញុំមិនក្បត់មនុស្សក្នុងលោកទេលោកគឺជាទីប្រឹក្សាល្អបំផុតរបស់ខ្ញុំលោកដូចជាដៃឆ្វេងស្ដាំរបស់ខ្ញុំជាបងប្អូនរបស់ខ្ញុំតែគួរឲ្យស្ដាប់លោកគ្មានគំនិតដូចខ្ញុំបងគួរតែបាត់ដៃគេចេញពីស៊ីជើងបងមានគុណធម៌ចំពោះគេបងមិនជឿថាគេក្បត់ជាងទេចោះបើគេក្បត់បងគេក្បត់បងគឺជារឿងផ្សេងតែបងមិនបាត់នឹងគុណធម៌ទេយើងនិយាយក៏ប៉ះពាល់មិននិយាយក៏ប៉ះពាល់បើគង់តែមានទោសសុខចិត្តសុំទោសដោយផ្ទាល់កុំឲ្យគេវាយបកពុកថាពុកមានល្បិចច្រើនពុកស៊ូទទួលទោសស្រាលនៅថ្ងៃនេះជៀសវាងគ្រោះធំនៅថ្ងៃក្រោយខ្ញុំសូមសរសើរហើយមនុស្សងងឹតជីសេះខ្វាត់កណ្ដាលយប់ដល់ជ្រុះជ្រៅទឹកដីដ៏ល្អរបស់តុងអូនអស់សង្ឃឹមហើយ